ประสาทนี้เคลือบเมียนกาประยุทธ์เคลียอย่างเดากระกุเนี่ยต่อคณีเราเวียงเติบตะเฮียนลุนล้อหนึ่งเติบตะเฮียนขมายกระหอมนู่คือประสาทไสรวิบลหรือประสาทเจ้าไสรวิบลกีคือเจียประสาทโบราณมวยเดิมก่อสร้างล่างขนมศตวรรษที่ดับมวยเนี่ยต่อคณีขนมริจกาเปรียบาทโซเรียวิรมันตีมวยประสาทนี้บานก่อสร้างล่างดำใบเอาตึกไฟตุดดอปรมัยศาสนาเนี่ยต่อคณีประสาทนี้เมียนตีตังสถัดโนเลกัมพูพนมตุยมวยเตเนี่ยต่อคณีสถัดโนขนมภูมิตรายกรองรุนแต่để cho sáng đất sọc sát bà công dương này này hay có khai sim riệp dương này hay bà sát ní thật nô lơ bằng nói flow bari đầm nói cha này này piritani ông cố cho tôi căn bà sát băng mì lía nông bà sát bạch khăn của bông spy hay start phát chạy cam nó bà sát ní miền prang bấy nông miền cầm pin pi chân này con này hay cầm pin chân ti muối phơi ông pi thua bay cream nông miền clown phê tranh châu tiếng buôn tư rương đại sầm khăn nâng đôn ta dương ban bạc cát cúp tự bật trung vinh đòi cúp tự brand đại miềnประวัติไปให้จีมาเปิ้นโตมาเปิ้น500 เมตรเนี่ยต่อគ្នានឹងវត្តអារាមបច្ចុប្បន្នមានពុទ្ធសាសនាចំណែកឯស្ថានភាពបច្ចុប្បន្ននឹងការផ្លេចបំផ្លាញអ្នកต่อគ្នាការខូចខាតទូប្រាសាទភាគច្រើនត្រូវបានបាក់បែកនិងដួលរលំអ្នកទាំងគ្នាទាំងស្រុងដោយសារអាកាសធាតុធម្មជាតិផងនិងឫសឈើដុះចាក់ស្រេះនិងការផ្លេចបំផ្លាញដល់សង្គ្រាមផងអ្នកទាំងគ្នាព្រោះអុយនៅតំបន់នេះក្នុងសម័យខ្មែរក្រហមជាតំបន់សមរភូមិយុទ្ធគ្នាយ៉ាងក្តៅកគុអ្នកគ្នារវាងទើបលន់ណុលនិងទើបខ្មែរក្រហមរីឯទេសភាពក្នុងប្រាសាទចៅស្រីវិបុលគីនេះមានភាពលេចធ្លោខ្លាំងដោយសារសម្រស់ធម្មជាតិបែបព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់អ្នកទាំងគ្នាបន្សំជាមួយនឹងតួប្រាសាទបុរាណដែលបានបាក់បែកនិងមានឫសឈើធំដុះជ្រែកថ្មស្តៀងគ្នានឹងទិដ្ឋភាពក្នុងប្រាសាទព្រំអ្នកទាំងគ្នាឬប្រាសាទបឹងមាលាដែលអ្នកទាំងគ្នាស្តៀងគ្នានោះឯងជុំវិញប្រាសាទពោពេញទៅដោយដើមឈើធំអ្នកគ្នានិងរុក្ខជាតិបៃតងខ្ចីជាពិសេសផ្ដល់នូវភាពត្រជាក់ត្រជុំសម្រាប់យើងនិងស្រស់ស្អាតបំផុតនៅរដូវវស្សានេះឯងអ្នកគ្នាទៅមិនខំម្នងទេហើយទីតាំងនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តការដើរកម្សាន្តបែបស្ងប់ស្ងាត់អ្នកទាំងគ្នាថតរូបបែបធម្មជាតិលាយឡំជាមួយបុរាណវិទ្យានិងចង់គេចចេញពីភាពអ៊ូអរមនុស្សច្រើនអុយអ្នកគ្នាហើយក៏វីដេអូនេះក៏សុំទោសចំពោះដែលខ្ញុំនិយាយទៅខុសជាលឺលួសខ្វះខាតត្រង់ចំណុចណាអុយកុំកែបកាន់អុយណាតែទាំងគ្នាព្រោះថាមានការនិយាយជួនកាលក៏ខ្ញុំនិយាយទៅខុសលឺលួសវាមិនគ្រប់ទាំងអស់ទេអ្នកទាំងគ្នាកុំបកែបកាន់អុយហើយក៏បង្កើតវីដេអូនេះចង់ផ្សព្វផ្សាយទៅបងប្អូនអ្នកចិត្តអ្នកឆ្ងាយឲ្យបានស្គាល់ហើយឲ្យបានទូលាយព្រោះថាប្រាសាទនេះមិនសូវមានភ្ញៀវជាតិអន្តរជាតិទូលាយច្រើនទេអ្នកទាំងគ្នាមិនសូវសម្បូរដូចប្រាសាទអង្គរវត្តប្រាសាទធំនេះទេហើយក៏ខ្ញុំនេះមកចង់មកបង្កើតវីដេអូចង់ឲ្យផ្សព្វផ្សាយបងប្អូនទូលាយទៅទស្សនាព្រោះឯតំបន់នេះសមូលនៅធម្មជាតិខៀវស្ងាត់ដែរអ្នកទាំងគ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯងចាប់ប៉ុណ្ណេះឯងមានវិញឆ្ងាយច្រើនទេហើយក៏បានវិញ like ដែល complete ទៅចូលខ្ញុំពឹងបងប្អូន complete ទៅចូល follow page ខ្ញុំអ្នកមួយផងបងប្អូនទាំងគ្នា follow page និងចូលទៅ subscribe channel YouTube ខ្ញុំអ្នកមួយផងដើម្បីឲ្យកម្លាំងចិត្តធ្វើវីដេអូតទៅមុខទៀតចែកបងប្អូនអ្នកទស្សនាហើយក៏ទុកឲ្យបងប្អូនអ្នកចិត្តអ្នកឆ្ងាយបានឃើញបានស្គាល់ណាហើយក៏ comment អ្នកមួយផងបងប្អូន comment share ដើម្បីឲ្យអរិយធម៌វប្បធម៌យើងរីកចម្រើនបានគេឃើញណាព្រោះឲ្យប្រាសាទនៅតំបន់សៀមរាបយើងមានប្រាសាទខ្លះអត់មានគេស្គាល់ទេអ្នកចិត្តអ្នកឆ្ងាយអត់ស្គាល់ទេបងប្អូនអ្នកគ្នាឲ្យ share ឲ្យបានឃើញបានឮផងឲ្យបានមកលេងឲ្យបានមានភ្ញៀវជាតិអន្តរជាតិមកលេងច្រើនណាស់អ្នកគ្នាបាយបាយ